chẳng số đây nè để quạt pra bọc hết lan kia một mình từng ngọc khía nhóm chạy mình lên nơi a công bang mùi để nè để quạt toàn bàn pra pra bọc hết rồi dân kia một mình quạt toàn đừng hai chấm nói mới nắng có dân cua tay bị cha rồi nè để bây giờ trong pra pra bọc hết rồi dân kia một mình để rồi dân kia một mình dương khơi thao về riêng tôi mà xin tôi ấy chẳng từ vì sản xong rồi mẹ để con miền chip phim mà chung để con miền đất việt làm cầu mà mới thì conអាចធ្វើការទិញត្រឹមប្រភេទគៀមមុន012ចុះបាទយើងអាចធ្វើការប្រើប្រាស់បានប៉ុន្តែគឺគាត់អត់ទាន់ដឹងថាតើអាកំបាំងនៅពីក្រោយដែលគាត់គួរតែសម្រេចចិត្តថាទិញហ្នឹងគឺនៅកន្លែងណាបាទគឺនៅកន្លែងថាកម្រិតស៊ីប្រេងអញ្ចឹងតាក់ទងជាមួយរថយន្តគៀមមុននេះវាមានពីរប្រភេទដែលគេហៅថាមួយសាំងក្រាស់មួយទៀតគឺប្រភេទសាំងហើយប្រភេទសាំងក្រាស់គឺបើសិនជាយើងប្រើក៏វាចំណេញប្រហែលជា 50% ដែរប៉ុន្តែប្រសិនបើយើងប្រើប្រភេទសាំងសុទ្ធបងប្អូនគួរតែពិចារណាត្រង់ចំណុចហ្នឹងដែរខ្ញុំគិតថាបងប្អូនដែលគាត់ទិញប្រភេទរថយន្តគៀមនេះគាត់គិតថាគាត់ចង់ប្រើប្រាស់ដើម្បីចំណេញមិនសូវស៊ីប្រេងបាទប៉ុន្តែចំណុចមួយហ្នឹងគឺគាត់អាចនឹងយល់ខុសបន្តិចរថយន្តគៀមនេះចាប់ពី012រហចុះមកក្រោមបាទគឺវារៀងស៊ីសាំងដែរប្រហែលជា7ទៅ8លីត្រដែរក្នុង100គីឡូអាហ្នឹងសម្រាប់ក្រៅក្រុង highway បាទហើយបើសិនជានៅក្នុងក្រុងវាអាចនឹងលើសនឹងទៀតអញ្ចឹងបើសិនជាយើងប្រៀបធៀបជាមួយរថយន្តស៊េរីទំនើបមួយចំនួនដូចជាប្រភេទ Hilux យើងប្រៀបធៀបមួយ Hilux Revo ឆ្នាំ2024 25 26អីកម្រិតស៊ីប្រេងមកស៊ូទៅជាមួយនឹងសាំងរបស់គៀមនេះស្ទើរតែស្មើគ្នាអញ្ចឹងពេលខ្លះបងប្អូនទៅទិញរថយន្តគេអត់ដែរប្រាប់បងប្អូនថាអូវាស៊ីប៉ុណ្ណេះទេគេយ៉ាងចឹងគេថាស៊ី5ទៅ6លីត្រទេសម្រាប់ក្នុងក្រុងអីចឹងចេញទៅក្រៅស៊ីតិចជាងហ្នឹងបាទខ្ញុំគិតថាកន្លែងនេះគឺខ្ញុំនិយាយទៅក៏ខាងគេនឹងអាចថាអ្នកដែលគាត់លក់នឹងប៉ះពាល់គាត់ប៉ុន្តែសុំទោសយើងចង់ឲ្យអ្នកដែលគាត់ទិញហ្នឹងគឺគាត់ដឹងដែរអញ្ចឹងឡាននេះប្រភេទគៀមនេះ100គីឡូក៏7 8លីត្រទៅឡើងពេលខ្លះឡើងដល់9លីត្របើសិនជាម៉ាស៊ីនរឿងចាស់បន្តិចបាទអញ្ចឹងពិចារណាយើងអាចថាពិចារណាសំលុយបើជ្រុលទិញយើងអាចទិញជាព្រុសឬក៏អីអាចនឹងសំចៃជាងនឹងបន្តិចប៉ុន្តែបើគាត់គិតថាគាត់មានលទ្ធភាពការប៉ុណ្ណឹងអត់បញ្ហាទេគាត់មានលទ្ធភាពទិញយកមកប្រើប្រាស់អូខេយើងទិញយកមកប្រើប្រាស់ទៅអានេះគឺជាការសម្រេចចិត្តរបស់បងប្អូនទេបាទអរគុណសម្រាប់ការតាមដានវីដេអូមួយនេះបាទ